1 2 3 4 5 6ប្តីម៉ូនេះសិចពេកចែ1គីឡូ70ម៉ឺនអូយឡាមែមិននេះចែចង់យកយំតាណាចែចង់យកទៅចិញ្ចឹមហើយអូនចង់ផឹកស្រាក្រហមមួយចែហ៎អូយកទៅចិញ្ចឹមហើយផឹកស្រាក្រហមទេអាប៉ែតចែមុខខ្ញុំឲ្យសាច់ខ្ញុំបើធ្វើផខូចបាទបើចឹងឡើងជីមកអង្គិតលុយចែបានហូបពីចែបើចឹងឡើងឡានទៅបើអើយបាទចែបងប្អូននារីយើងទាំងអស់គ្នាតើនរណាខ្លះមានវិបត្តិប្តីខូចឲ្យបកែផឹកប្តីខ្ញុំផឹករងហើយប្តីខ្ញុំពងផឹកប្តីខ្ញុំក៏បកែផឹកដែរអូហូនេះគឺជាវិបត្តិពិភពលោកដែលកើតឡើងលើនារីយើងកូនខ្ញុំអត់តមានប្រពន្ធផងតែផឹកម៉ែអាផឹកមីអូនសម្រួលអារម្មណ៍កុំតើខឹងចាំចែជួយហើយជួយធ្វើមិនចែខ្ញុំខឹងឥឡូវពួកយើងឡើងម្នេះចែប្រាប់ប៉ុណ្ណឹងយល់នៅយល់ហើយបើចឹងតោះអាចៅគោលបើកយុទ្ធនាការដល់ទិញប្តីឈប់សិនមីងល្អណាស់ខ្ញុំឧបត្ថម្ភមួយល្អណាស់មីរបលយកហើយប្តីហងឲ្យផឹកមួយអាទិត្យមួយថ្ងៃប្តីខ្ញុំផឹកមួយអាទិត្យ8ថ្ងៃខែមួយអាទិត្យមានតែ7ថ្ងៃតាមីរបលយកអត់ទេប្តីខ្ញុំគាត់ផឹករងថ្ងៃហើយឲ្យថ្ងៃអាទិត្យគាត់ផឹកមួយយប់តោភ្លឺអញ្ចឹងខ្ញុំកិន8ថ្ងៃហ្មងគ្មានបញ្ហារឿងកែម្នាងចាំលក់មីងចាំមើលមីងធ្វើមើលមកធ្វើអីបើមកមិនផឹកបើមិនផឹកថាមកធ្វើអីប៉ុណ្ណឹងទៅណាបាទហើយអេចាំសិនណាចាំមិនយកបាយស៊ីមកអូម៉ាក់នឹងអីអញលក់ចោលហើយងាប់ហើយមើលប្រពន្ធអញធ្វើចរិតហើយមកប៉ុណ្ណាអាណាស៊ីគ្រាន់ម៉េចមកไปផឹកវិញហេវហ៎បើចង់ហូបឆ្ងាញ់មិនខំប្រឹងរចុះប៉ុនអញនិយាយលយហើយមកហូបប៉ុណ្ណឹងក៏អាណាស៊ីសូម្បីឆ្កែខ្ញុំស៊ីផងម៉េចឥឡូវចេះបោកចានទៀតអាមជួយរកឲ្យមិនផ្លាញទៀតចុះហើយចុះប៉ុនអញឆ្នាំអីឆ្លើយមែនប៉ុនអញឆ្លើយចឹងតែអត់ហ៊ានមើលអញទេអញចុកបោកណាងចោលទៀតក៏មិនហ៊ានមើលអញដែរឡើចង់មែនឡើមើលអាម៉ាអស់ហើយក្នុងហ្នឹងមានអីមានបាយមិនបាច់សួរចង់មិនទេបន្តិចទៀតធៀមខ្លួនឡើងជីងឲ្យហើយចុះឡើងជីមិនអាម៉ាអញធ្លាប់តែឮថាគេទៅវត្តកម្ពស់ឥឡូវពុនឲ្យធៀមខ្លួនឡើងជីម៉ែអាម៉ាអញដល់យល់តិចទៀតដឹងខ្លួនហើយអាឡូចែឯងមកផ្ទះខ្ញុំមកខ្ញុំព្រមលក់ប្តីហើយយោប៉ុន្តែចង់លក់អញអាម៉ាប្តីបកែផឹកប្តីបកែបំផ្លាញមានទទួលតែងប្តីខូចអាម៉ាហើយអូនឯងឈួតមែនលក់ប្តីហ្នឹងចែប្តីខ្ញុំចេះផឹកតែចេះជក់ឯងហើយការងារក៏ជួយធ្វើដែរហើយបាន1គីឡូហ្មងចែតោះឥឡូវមកញ៉ៃច្រើន1គីឡូ50ម៉ឺនអាចែគួរយកជីងមកហើយបើពួកអញធ្វើហើយទិញយកទៅណាចែទិញយកទៅចិញ្ចឹមបាច់ភ័យឡើងជីងមក53ខ្ញុំបាន53ចែ53គីឡូ1គីឡូ50ម៉ឺន26លាន50ម៉ឺនចែតោះស្រីឡានឲ្យរាប់លុយតែផឹកផ្ទះចែបើអើយអាម៉ាគ្នាលីឲ្យដល់ឡែងមានក្តីសុខមុនណាតោះចូលទៅរកឡែងមានក្តីសុខអញគិតទៅរករឿងពុនអណ្ដែសិនចែចាំតែខ្ញុំផងចែអាប៉ែហ្នឹងក៏ខូចដែរផឹកស្វឹងហៅរឿងប្រពន្ធដូចគ្នាអត់អីចាំចែប្រមូលទិញទាំងអស់ណែអូអំបិលផឹករងថ្ងៃហ្មងម៉ែព្រៀនឲ្យនិយាយចឹងមែនម៉ែក៏អត់ទេតែគាត់ពុំទេហៅគេមកថ្លឹងលោឯងអត់ដឹងខ្លួនទៀតនេះស្អីទេម៉ែចង់ឲ្យលក់អញមិនមកកំឡាអញមិនក្មេងដូចឯងទេបបថ្ងៃនោះបបងាប់បាត់សុំពុនបាយមកងាប់ផឹកស៊ីកំឡុងឃើញពុនអញ
អូបាយគូបាត់អូអីស្អីឯងខ້ອຍផឹកស៊ីមកឯងកុំនិយាយចឹងអត់ត្រូវឯង ខ្ញុំខកប្រាប់ឯងបើឯងកែខ្លួនម៉ែទាំងគីឡូឯងលក់ដូចមាន់អញ្ចឹង ឯងដេកបាយអើគុជមានអាថ្លឹងមនុស្សលួយ តើឯងចាំតែមើលតើគេចាប់បញ្យួរជើងស្តោកថ្លឹងដូចមាន់មិនដឹងខ្លួន អេក៏តើអាហ្នឹងមួយថ្ងៃនិយាយតែរឿងថ្លឹងតដើរចេញជប់បងជប់ដាក់មួយសិនមក ឲ្យឯងមើលប៉ែត3នេះហៅខ្ញុំបង ហើយចុះឯងឈួតឯងហៅកូនឯងបើប៉ុណ្ណឹងបង ឲ្យឯងឈប់ផឹកយ៉ាត់ម៉ែហៅគេចាប់ឲ្យថ្លឹងគីឡូ ទៀតឡើងគីឡូទៀត អាឡូចែមកលឿនណាប្តីខ្ញុំពងផឹកទៀតហើយ អូណាបៀបសួរអាប៉ែតទីដូចអាគុជយាយម៉ែđâuអូពូសុំគួយទៀតណាតោះអាប៉ែតអាប្លិតវាយវាយជប់ពួកមិនពួកឯងអ្នកជួយដូមនេះអត់ជប់អោតពូខ្ពើបងខ្លែបខ្លែបអូនទេពូមកទីអេចាយទេចុះពូយកជីមកតៃមិនចុះមកថ្លឹងខ្ញុំវិញពូមកថ្លឹងអេចាយទេអូនអើយចប់ចុះខ្ញុំវាយនេះខំបាត់ហើយតើយើងទៅវិញបាក់ពួកអាងាប់ ចាឯផ្ទះហ្នឹងឯង តោះចាប់ថ្លឹងគីឡូ អូយឯងចូលមើលរឿងអីអូនតបងឡើងចេញមកនេះគេយកជីមកថ្លឹងឯងមិនវាយគេបែរមកវាយពូអូយឡើងជីមេអូនបងមិនមន់ណា ថ្លឹងចែថ្លឹងផឹករងៃ 1 2 3 4 5 6ប្តីម៉ូនឯងសិចពេកចា1គីឡូ70ម៉ឺន អូយឡើងមែមិននេះចែចង់យកខ្ញុំទៅណា ចែចង់យកទៅចិញ្ចឹមហើយអូនឯងចង់ផឹកស្រាក្រហមមួយចែហ៎ យកទៅចិញ្ចឹមហើយផឹកស្រាក្រហមទេអាប៉ែតចែមកខ្ញុំឲ្យសាច់ខ្ញុំបើធ្វើផខូចបាទ បើចឹងឡើងជីមកអានកាត់លុយ ចែបានហូបពីចែ បើអញ្ចឹងឡើងឡានទៅបើអើយ បាទចែចែខ្ញុំសុំទៅដែរចែ ពួកឯងខូចខ្ញុំអត់ទិញទេខ្ញុំទិញតែប្តីខូចទេ អាប៉ែដល់លឹមនេះអ្នកអញប្រាប់ពួកឯងពីដែលអញទៅកុំយំនឹកអញព្រោះអញទៅធ្វើប្រុសខូចឯងកាលពីទូចអញឃើញគោបាអញតែងសម័យថាចង់ធ្វើគោបាចឹងអញទៅសម្ដែងក្តីសម័យរបស់អញបងទៅធ្វើគោបាបងគោបាក្បាលឯងប្រុសខូចមកខ្ញុំចង់គឺផខូចដែរ អត់ទេអូនឯងតើមានប្រពន្ធអីទិញតែប្តីខូចទេតើបើឲ្យឡើងឡាន ក៏ទៅវិស្ដាមើលមិនឃើញបែនដល់ មកយប់រត់រឿងឯងរហូតកុំតែណាត់ប្តីឯងកុំអីហៅគេមកថ្លឹងគីឡូដែរហ្មង ងើបអីហើយរៀបចំខ្លួនទៅផឹកទៀតនេះមកហូបបាយ ហើយបាយស៊ីបាយងាប់ហើយខ្ញុំមកចឹងហូបអញ្ចឹងហ៎ សំតែខ្ញុំមកអំបិលឲ្យនេះគ្មានជួយរើស៊ីអីទេគិតតែដើរផឹក បើដល់ខ្ញុំខ្ជិលចឹងលួចខ្ញុំចោលលក់ក៏ទិញ1គីឡូ50ម៉ឺន ខ្ញុំគិតតែចង់លក់អីតែវាស្ដាយប្តីណែកុំមកបញ្ជុះប្រយ័ត្នខ្ញុំលក់ម៉ែណា បើខ្លាំងលក់ទេហៅគេមក អត់អីទេចាំបន្តិចខ្ញុំលេងស្នោឲ្យអាប្តីចឹង ណាអូអូនមើលម្សិលមិញហ៎ នេះចែ វ៉ាវ
បយបយ វ៉ាវការងារក្នុងក្តីសម័យ អាឡូអាប៉ែតហើយប្រាប់ពុនអញថាមិនប្រំពីអញទេអញធ្វើប្រខូចក្តីសុខខ្លាំងផឹកសត្រាក្រហម ចែមើលប្តីខ្ញុំដូចចង់ខ្លាំងយកជីមកថ្លឹងគីឡូមក ចែខ្ញុំបាន53គីឡូ អាម៉ាការងារក្នុងក្តីសម័យយើងវើយ ល្អណាស់បយសាច់សប៉ុណ្ណឹងបាន1គីឡូ60ម៉ឺន បាទអរគុណចែ អញហើយចុះចែនាំពួកខ្ញុំទៅណាវិញ ចាំតិចបយអាចៅគល់មកនេះ អញមានមោទនភាពណាស់ដែលបានមកធ្វើប្រខូចនេះទូប្រូ អាចៅគល់ហើយមិនទេសួរគេមានអ្នកមកធុកនៅ គេថាបើមានអ្នកមកក៏ទេប្រាប់ឲ្យចែ បើចឹងចាំមើលគេទេមកសិនណាហើយចាំនាំពួកវាទៅហ្មង បាទចែចែ បយអស់កម្លាំងនៅអូអាចៅគល់យកទឹកដល់គោជូហ្វាហ្វាមក បាទចែ នេះបយទៅដល់គោជូហ្វាហ្វារសជាតិរ៉ាប៊ឺរីចំណែកអានេះទៅដល់គោជូហ្វាហ្វារសជាតិស្វាយហើយចំណែកអានេះរសជាតិប៉ោមខៀវហើយរសជាតិនេះរសជាតិដែលចែចូលចិត្តគឺរសជាតិ blueberry ទៅដល់គោជួហ្វារសជាតិរ៉ាស់ប៊ឺរីនេះឆ្ងាញ់មែនចំណែករសជាតិស្វាយនេះក៏ឆ្ងាញ់ចំណែករសជាតិប៉ោមខៀវនេះក៏ឆ្ងាញ់ដែរ បើរសជាតិ blueberry នេះរឹតតែឆ្ងាញ់ហ្មង សំខាន់ណារសជាតិឈ្ងុយឆ្ងាញ់ហើយប្លែកហ្មង វ៉ាវខ្ញុំទ្រង់វល់100,000រៀល វ៉ាវអបអរសាទរបយទឹកដោះគោជូអាហ្វាមានរង្វាន់100,000រៀលរាប់ពាន់រង្វាន់នៅក្នុងកម្របកែវហើយមួយកែវតម្លៃត្រឹមតែ500រៀលតែប៉ុណ្ណោះ អូឆ្ងាញ់ហើយមានរង្វាន់ទៀត លោកតាល្បីថាលោកតាស័ក្តិសិទ្ធិខ្លាំងណាស់ហើយកូនចៅនេះចង់ឲ្យលោកតាជួយកូនចៅមានរហូតមានយន្តហោះជីសាធុចុះចាំមេអ្នកកាន់កំភ្លើងកាន់អីចឹងតែគេនាំយើងមកបាញ់ចោលហ៎មិនគេចឹងអាងាប់នេះចែហើយនាំពួកខ្ញុំមកធ្វើអីហ្នឹងចែនាំពួកខ្ញុំមកស្បត់មែន មិននាំមកស្បត់ទេនាំមកសន្តិតគូលឲ្យគេដល់ធំ មានអ្នកមកជំនួសខ្ញុំមកនៅឈាមចែខ្ញុំឈប់ខូចឈប់ផឹកស្រាស្វឹងហៅរឿងប្រពន្ធទៀតហើយ នោះអាមួយនឹងខូចខ្លាំងផឹកស៊ីរស់រឿងប្រពន្ធ វីវយខ្ញុំឈប់ខូចទៀតហើយចែតោះពួកយើងជុលមួយ អាមួយនឹងតំឈប់ខូចមែនតើចាប់ឲ្យសន្តិតគូលគេដល់ធំ មិនចែចែថាយកពួកខ្ញុំមកចាំហ៎ ចែមិនយកមកចាំទេចែសហការមកប្រពន្ធប៉អណៃណាថាយកមកកែប្រែតើសន្តិតគូលគេឲ្យធំ ទៅលឿន